បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំបាទមកបង្ហាញការឋានខ្ញុំមួយបាទនៅខាងខេត្តកំពង់ស្ពឺការឋាននេះគឺការឋានប្រភេទបន្ទប់ជួលតសដែកបាទ23បន្ទប់បាទខាងក្រុមជាងខ្ញុំបាទគឺទទួលមកដាច់តែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់សាងសង់បន្ទប់ជួលពុកម៉ែបងប្អូនមិនទាន់ដឹងថាយើងធ្វើប្រភេទណាយើងជួលឆាប់បានលុយចំណេញហើយនឹងយើងធ្វើប្រភេទណាយើងស្រួលប្រើមិនស្ទះលូមិនពិបាកគ្រប់គ្រងមិនពិបាកមើលថែពុកម៉ែបងប្អូនអាចប្រឹក្សាយោបល់ជាមួយនឹងក្រុមជាងនារិតបានបាទសម្រាប់ក្រុមជាងនារិតគឺមានទទួលមកដាច់គ្រប់ខេត្តក្រុងតែម្ដងនិងជាងមានជំនាញបទពិសោធន៍ផ្នែកបន្ទប់ជួលច្រើនឆ្នាំបាទធម្មតាបន្ទប់ជួលពុកម៉ែបងប្អូនគឺអតិថិជនប្រើគាត់អត់សូវថែដូចយើងជាម្ចាស់ផ្ទះទេគាត់មកជួលគឺគាត់មានអីក៏គាត់ចាក់ទឹកទៅចូលបង្គន់ដែរការរៀបប្រព័ន្ធឌីហ្គេបន្ទប់ជួលគឺសំខាន់ណាស់ពុកម៉ែបងប្អូនបាទកាលណាតែយើងរៀបប្រព័ន្ធឌីហ្គេបន្ទប់ជួលខុសគឺស្ទះយើងពិបាកកាយលូណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់សាងសង់អាចតាក់ទងមកក្រុមជាងនារិតគឺរៀបចំជូនពុកម៉ែបងប្អូនមកស្អាតជាមួយនឹងប្រព័ន្ធលូប្រព័ន្ធឌីហ្គេបាទបន្ទប់ជួលគឺសំខាន់បំផុតគឺប្រព័ន្ធលូនិងប្រព័ន្ធឌីហ្គេហ្នឹងណាបងប្អូនបាទហើយសម្រាប់ក្រុមជាងនារិតគឺរៀបចំប្រព័ន្ធលូបាទអាចបើកបានអាចផ្លុំចេញបានរៀបជូនបងប្អូនមកស្អាតសម្រាប់ពុកម៉ែបងប្អូនណាដែលតាក់ទងជួលនារិតក្រុមជាងនារិតទៅសាងសង់ជូនពុកម៉ែបងប្អូនមិនបាច់ភ័យរឿងស្ទះលូទេបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបាទការឋានខ្ញុំបាននេះគឺទៅតែបាន 30% ទេហើយក៏ថតចែកជូនពុកម៉ែបងប្អូនមើលលេងកម្សាន្តទៅបាទហើយសម្រាប់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តឆ្ងាយក៏អាចតាក់ទងមកបានខាងក្រុមជាងខ្ញុំបាទទទួលសាងសង់គ្រប់ខេត្តក្រុងតែម្ដងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលាចឹងខ្ញុំប្រាប់គេឲ្យម្ដងឯណាទីគេអត់យកឲ្យ